Hello girly សួស្តីបងប្អូនទាំងគ្នា Come and spend a day with me ឯនឹងដែរខ្ញុំបានទៅខេត្ត Pramata ដែលគេតែងតែស្គាល់ថាភូមិខ្មែរនៅ Sydney អត់ចង់មកភ្លាមឃើញខ្មែរភ្លាមហ្មងនៅពេលដែលថ្ងៃណាមួយខ្ញុំនឹកខ្មែរខ្ញុំនឹកផ្ទះខ្ញុំមកខេត្ត Pramata ហើយកន្លែងនេះគឺជាកន្លែងផ្លែឈើ favorite របស់ខ្ញុំពីហាងផ្លែឈើទៅហ្នឹងដូច bring back memory ខ្ញុំចឹងខ្ញុំនៅទូខ្ញុំជួយទៅឡើងសារជាមួយម៉ាក់គឺតកែហាងនឹងផ្ទាល់ហ្មងគឺខ្មែរ guys អូនណាចាំមកទៅបងប្អូននិយាយខ្មែរមួយគាត់ទៅគាត់នឹងធ្វើឲ្យឡោះឲ្យបងប្អូនហើយបន្លែទៅហ្នឹងនឹងផ្អែមហ្មងណាផ្លែឈើហើយខ្ញុំក៏ចេញទៅ eat breakfast ថ្ងៃនេះគឺមកហាងសៀមរាបមនុស្សគាត់ឡើងខ្មែរហ្មងណាមានតាំងពីនំបញ្ចុកបបរគ្រប់មុខសាច់គោអាំងពីចុងភៅជាជនជាតិខ្មែរដូចគ្នាទៅរសជាតិចេញមកគឺហូមហ្មងគោអាំងដែលខ្ញុំញ៉ាំហ្នឹងគឺឡើងខ្មែរវាមានគ្រឿងរសជាតិរបស់វាគឺដុតញ៉ាំក៏ហើយទិញអីវ៉ាន់ក៏ហើយខ្ញុំក៏បានចេញមក Paramata ដើម្បីមកមើលអីវ៉ាន់នៅផ្លែហើយនឹងដែរខ្ញុំបានទៅហាង Zara មានតែគេដូចខ្ញុំអត់ជួតពាក់ដល់ kid size ទេខ្ញុំអាវនៅ Zara ហ្នឹងវា kind of run big on my body kid size ហ្មងគឺ perfect សម្រាប់ខ្ញុំខ្លាំងមែនតើ Zara ហើយក៏បានទៅកន្លែង sport wear Rebel ហ្នឹង clean ខ្លាំងមែនតើក៏ញ៉ាំបាយឡើងអស់ហើយខ្ញុំហើយក៏បានទៅផ្ទះ rest 1ម៉ោង2ម៉ោងហើយចេញមកទៀតហើយនឹងដែរខ្ញុំមាន dinner plan ជាមួយមិត្តភក្តិខ្ញុំ from Melbourne last time I visit her ឥឡូវ she មក visit me at Sydney ម្ដងគេ visit ម្ដងគឺភ្លេចអត់បានទេ mango coco ហើយ dessert ថ្ងៃនឹងដែរគឺ their new menu pistachio strawberry តែគាត់វាគឺស្អាតខ្លាំងមែនតើខ្ញុំគិតថាបើនៅខ្មែរយើងតែគាត់ស្អាតអញ្ចឹង gonna be so cool ប្លែកហើយ unique ទៀតខ្ញុំហើយក៏បានទៅផ្ទះដែលធម្មតាគឺ style មើលអានឹងអត់មើល Google Map ទេ guys bye guys